បង្ហាញបច្ចេករបស់ខ្ញុំដែលមានឈ្មោះថា Lalware Book PS ហើយបច្ចេកនេះខ្ញុំធ្វើអំពី restaurant ដែលមាននេះ app API នេះជា app control app មាន category app customer app ហើយមាននឹង dashboard inventory product customer product controller មានទាំង report controller មានទាំង sales controller setting controller supplier ហើយមានទាំង user ទៅនឹងថែមនឹងទៀតផងហើយបូកទៅនឹងបច្ចេកបុករបស់ខ្ញុំបូកនឹង database ដែរនេះ database មួយយ៉ាងទៀតបច្ចេករបស់ខ្ញុំនេះអាចនឹង export image ចូលទៅក្នុងitem ទីទៀតខ្ញុំនឹងបង្ហាញនេះជានេះ database ឥឡូវយើងចូលទៅក្នុង system មកចូលបាត់ចូលអូយក្រាំងនេះចូលទៅក្នុង project នេះដល់កន្លែងក្នុងបច្ចេករបស់ខ្ញុំហើយវាមានដូចខ្ញុំបង្ហាញអញ្ចឹងមាន sale new sale PS នេះសម្រាប់លក់ restaurant អានេះសម្រាប់យើងប្រវត្តិនៃការលក់អានេះ return នេះមានន័យថាយើងចង់ឲ្យអីវ៉ាន់នេះត្រឡប់ទៅវិញអានេះ product list ដូចខ្ញុំនិយាយអញ្ចឹងកន្លែងខ្ញុំនេះអាចបង្កើតបានកន្លែងនេះកន្លែងជាលេខ product ហើយកន្លែងនេះកន្លែងជាឈ្មោះ item ហើយយើងដាក់ខោខាកន្លែងនេះកន្លែងជា category កន្លែងនេះកន្លែងជា unit ហ្នឹងខ្ញុំអត់ទាន់បង្កើតខ្នាតទេកន្លែងនេះគឺជាតម្លៃលក់ហើយនេះជាតម្លៃទិញហើយនេះជាតម្លៃលក់របស់យើងហើយកន្លែងនេះជាយើងចង់ឲ្យចូលក្នុង stock ប្រមាណនេះ description ដែលយើងចង់ set ថាអីវ៉ាន់ហ្នឹងយើងចង់ដាក់កំណត់ថាវាហ្នឹងជាអីវ៉ាន់មកពីណាអញ្ចឹងនេះ SEO នេះបានរូបហើយproduct មិញអត់មានកន្លែងខ្ញុំដាក់ image ដាក់រូបឡើងហ្នឹងនេះជា stock យើងចង់ delete stock យើងចង់មកមើល stock ថា stock យើងមានប្រមាណនេះ stock នេះជាស្រ័យកន្លែងនេះកន្លែងជាកន្លែងដាក់រូបនេះយើងអាច add រូបដាក់បានចុំអត់មានរូបយើងដាក់រូបអីក៏បានយើងដាក់រូបចូលនេះយើង add ចូល stock ផ្លេច select នេះកន្លែងយើង add រូបកន្លែងហ្នឹងយើងអាចរៀបរូបហ្នឹងវា select យើងចង់ឲ្យរូបមួយហ្នឹងចូលទៅក្នុងរូបមួយណា item មួយណាហើយយើងចុច add ទៅនេះអានេះ stop នេះ stop ចូលនេះ stop ចេញកន្លែងនេះកន្លែង customer list ហ្នឹងពេលយើងបង្កើតទៅវាអាចចូលទៅក្នុង database បាននេះcustomer ហ្នឹងឈ្មោះអ្នកតំណឹងឥឡូវយើងដាក់តេស្តនេះលេខទូរស័ព្ទ071 72 7 ដើម10គុណនេះ email តេស្ត1 2 3តេស្ត25 and email.com នេះអាសេតហាយើងដាក់សិនណាតេស្តចោលកន្លែងគ្រប់នេះគួរខ្ញុំអត់ទាន់បង្កើតទេខ្ញុំទៅបង្កើតនេះបានដែរឥឡូវយើងទៅមើលអាពីព័ត៌មានហ្នឹងតើវាលោតចូលក្នុង database អត់
ឥឡូវយើងបើក database មកបិទ database នេះនេះ customer យើង refresh មួយមកនេះឈ្មោះមិញវាលោតចូលក្នុង database ហើយនេះអូខ្ញុំភ្លេចមួយទៀតនៅក្នុង system នេះយើងអាច log in ចូល log out ចូលដោយអូជប់អី customer list នេះកន្លែងជា dashboard កន្លែងនេះជា dashboard បច្ចេកខ្ញុំវានៅខ្វះខាតច្រើនខ្ញុំបានប៉ុណ្ណឹងទេអរគុណនេះសម្រាប់ការ review ខ្ញុំមានប៉ុណ្ណឹង